មីងកូនប្រសាគ្រូសាសៀវចុះហេតុអីបានជាឯងមកទីនេះចុះពូលីចឹងវិញតើគាត់នៅទេកូនប្រសាគ្រូសាសៀវម្នាក់នេះមកម្ដងមិនដែលឃើញមានរឿងល្អសោះមិនដឹងថាថ្ងៃនេះចង់មកធ្វើរឿងអីទៀតទេគាត់ទៅសាលាស្រុកបាត់ហើយថ្ងៃនេះទូទាំងស្រុកគ្មានផលដំណាំអីសោះចៅហ្វាយស្រុកបារម្ភស្ទើរតែស្លាប់ទៅហើយថ្ងៃនេះគាត់បានហៅមេភូមិទាំងអស់ទៅពិភាក្សារកដំណោះស្រាយបើគ្មានផលដំណាំទេច្បាស់ជាត្រូវដាច់ពោះស្លាប់មិនខានពូលីចឹងរបស់ឯងប៉ុន្មានថ្ងៃនេះពិបាកចិត្តរហូតហូបបាយមិនចូលផងចាស់ស្អីចឹងចាំបន្តិចទៀតចាំខ្ញុំមករកគាត់ម្ដងទៀតអាណានេះជាម្ហូបអីហ្នឹងឈ្ងុយណាស់នេះគេហៅថាម្សៅដំឡូងបារាំងឯងយកទៅឲ្យយាយទូតសិនទៅចាំត្រឡប់មកវិញសឹមហូបយកព្រមទេបាទយាយទូតនេះជាម្ហូបឆ្ងាញ់ដែលអាណារបស់ខ្ញុំធ្វើឪពុកឯងរកលុយបានប៉ុន្មានទៅសំបីតែឲ្យគាត់ហូបមួយពេលក៏មិនគ្រាន់ផងចុះនេះជាស្អីទៅនេះគឺម្សៅចំណេះដឹងយាយទូតប្រញាប់ហូបទៅមើលទៅដឹងតែជារបស់ល្អហើយសុទ្ធតែធ្វើពីអង្ករនិងម្សៅល្អនាងពិតជាហ៊ានចំណាយមែនកូនប្រសាច្បងម្នាក់នេះ3ថ្ងៃ4ថ្ងៃកំហូបមកឲ្យម្ដងប៉ុន្តែមិនដែលនិយាយពីរឿងចង់ត្រឡប់មកវិញសោះប្រហែលជាកំពុងរៀបគម្រោងអីធំហើយមើលទៅគួរឲ្យខ្លាចណាស់សៀវហូតាមមួយរយៈនេះអាណារបស់ឯងមាននិយាយឲ្យពួកឯងត្រឡប់មកវិញទេមានតើអាណានិយាយថាឲ្យពួកខ្ញុំឧស្សាហ៍មកវិញដើម្បីមើលថែយាយទូតនិងលោកតាទូតនៅចង់ឲ្យក្មេងមកស្ទង់ចិត្តយើងទៀតហ៎យើងមិនចាញ់បោកនាងឡើយយាយទូតដឹងហើយឯងត្រឡប់ទៅវិញទៅហើយអរគុណអាណាជំនួសយាយផងទៅវិញចុះយាយទូតលាហើយដាយឺតណាម៉ែតើពូលីត្រឡប់ទៅវិញហើយមែនទេទៅវិញហើយថ្ងៃនេះពូលីរើសថ្មបានតែកន្លះកន្ត្រកប៉ុណ្ណោះគាត់មានអារម្មណ៍មិនល្អក៏ជួយដងទឹកឲ្យផ្ទះយើងទៀតគាត់ពិតជាគួរសំពេចហើយតាំងពីបុរាណមកឲ្យតែមានគ្រោះទុរភិក្សអ្នកដែលរងទុក្ខវេទនាគឺតែងតែជាប្រជារាស្ត្រឥឡូវនេះក្នុងពេលដែលយើងរកឃើញវិធីដោះស្រាយហើយក៏គួរតែជួយអ្នកភូមិផងដែរល្អណាស់អីចឹងខ្ញុំទៅរកពូលីចឹងដើម្បីនិយាយរឿងនេះតែម្ដងចាស់សល្អហើយអូយខាងណាស់ខ្ញុំត្រូវតែទៅឲ្យបានពួកឯងកុំខាត់ខ្ញុំអីពុកខ្ញុំដឹងថាពុកដាច់ខាតត្រូវតែប្រាប់លីចឹងប៉ុន្តែយប់ងឹតឈឹងបែបនេះប្រយ័ត្នពុកដួលណាក្នុងចិត្តខ្ញុំមានរឿងធំបែបនេះដូចជាមានថ្មសង្កត់អីចឹងតើឲ្យខ្ញុំដេកលក់យ៉ាងម៉េចទៅពួកឯងកុំខ្វល់អីទៅហើយពូលីចឹងថ្ងៃនេះខ្ញុំបានរកឃើញរបស់ខ្លះនៅលើភ្នំពូសាកមើលបន្តិចទៅលីចឹងនិយាយថាក៏ខ្ញុំបានរកឃើញរបស់នេះនៅលើភ្នំលោកពូសាកមើលទៅរបស់នេះពេលខ្ញុំរកឃើញវាដុះនៅក្នុងដីខ្ញុំបារម្ភថាវាមានជាតិពុលក៏យកទន្សាយមួយមកធ្វើពិសោធន៍ខ្ញុំឃើញថាបើហូបវាផ្ទាល់គឺមានជាតិពុលប៉ុន្តែបើកិនវាជាម្សៅត្រាំក្នុងទឹក10ម៉ោងជាតិពុលនឹងរលាយអស់ហើយវាដូចជាអង្ករដែរអាចហូបឆ្អែតបានមិនត្រឹមតែអាចហូបឆ្អែតទេថែមទាំងមានរសជាតិឆ្ងាញ់ទៀតផងក្មួយប្រសាតារបស់នេះនៅលើភ្នំមានច្រើនប៉ុណ្ណាដែរខ្ញុំមើលទៅប្រហែលជាមាន4ទៅ5ម៉ូរង្វាស់ដីចិនបើជីកចេញមកខ្ញុំគិតថាប្រហែលជាមានដល់ទៅ10000ចិនប្រហែល5តោនច្រើនម្ល៉េះភូមិយើងមាន40គ្រួសារ10000ចិននេះគឺគ្រប់គ្រាន់សម្រាប់អ្នកភូមិហូបបានមួយខែបាត់ទៅហើយស្រាប់តែរកឃើញរបស់ច្រើនបែបនេះហើយក្មួយជាអ្នករកឃើញមុនគេទៀតនេះពិតជាទេវតាប្រោសប្រណីដល់ភូមិយ៉ាងស៊ូយើងមែនគ្រាន់តែមិនដឹងថាវាជាអ្វីឲ្យប្រាកដលីចឹងឲ្យរបស់នេះគេហៅថាវិយ៉ាងយីគឺដំឡូងបារាំងជាដេកការថ្វាយស៊ុយសាអកពីស្រុកក្រៅជូនដល់ព្រះរាជាការខ្ញុំនៅធ្វើការក្នុងវាំងខ្ញុំធ្លាប់ឃើញវាមិននឹកស្មានថាភូមិយ៉ាងស៊ូយើងក៏អាចដុះវាបានដែរល្អណាស់នេះជាកំណប់ជួយជីវិតហើយខ្ញុំនឹងឡើងទៅយាមនៅលើភ្នំភ្លាមដំឡូង10000ចិនវាមិនរត់ទៅណាទេចុះបើជូកខ្លាឃ្មុំនៅលើភ្នំតើធ្វើយ៉ាងណាបើជូកខ្លាឃ្មុំខ្ញុំនឹងវាជាមួយវាមានខ្ញុំនៅទីនេះគ្មានអ្នកណាអាចមកដណ្ដើមស្បៀងរបស់ភូមិយ៉ាងស៊ូបានឡើយតោះទៅវិញសិនក្មួយប្រសាបងធំរបស់ល្អបែបនេះក្មួយមិនលាក់ទុកម្នាក់ឯងសោះពិតជាដឹងខុសត្រូវជាងអាទី2ឆ្ងាយណាស់កាលមុនខ្ញុំតែងតែគិតថាប្តីប្រពន្ធគេទាំងពីរនាក់គ្រាន់តែរស់នៅធម្មតាប៉ុន្តែក្នុងរឿងធំដុំបែបនេះពួកគេបែរជាមានចិត្តទូលាយបែបនេះខ្ញុំពិតជាមើលមនុស្សខុសមែនគិតក្នុងចិត្តខ្ញុំមានប្រព័ន្ធជំនួយទោះជាយ៉ាងណាក៏មិនបណ្ដោយឲ្យគ្រួសារដាច់ពូដែរមិននឹកស្មានថាលោកពូម្នាក់នេះបែរជាមកសរសើរខ្ញុំទៅវិញលោកពូ
ក្នុងគ្រាអត់ឃ្លានបែបនេះអង្គមួយចិនអាចជួយជីវិតមនុស្សបាន3នាក់ចុះតម្រំដំឡូង10000ចិនគ្រួសារខ្ញុំហូបមិនអស់ទេបើទុកឲ្យវាលួចក្នុងដីមិនស្ដាយទេអីមានរឿងអីហ្នឹងព្រលឹមឡើងលីចឹងដើរឲ្យគ្រប់ផ្ទះឲ្យមកជួបជុំគ្នាមានការអីប្រញាប់ម្លេះលីថាមានរកឃើញស្បៀងនៅលើភ្នំដូចអង្គអញ្ចឹងអាចហូបឆ្អែតបានពិតមែនអីអូយទៅមើលឲ្យលឿនទៅបងប្អូនទាំងឡាយរឿងនេះសំខាន់ណាស់អ្នកភូមិដែលនៅក្មេងនឹងមានកម្លាំងឆាប់យកជប៉ុននឹងបាវមកតាមខ្ញុំឡើងភ្នំទៅជីកស្បៀងត្រូវតែលឿនឡើងចុះលោកមេភូមិស្បៀងដែលជីកបានតើបែងចែកយ៉ាងម៉េចអ្នកណាជីកបានអ្នកនោះយកទៅប៉ុន្តែសម្រាប់អ្នកដែលជួបការលំបាកខ្លាំងយើងមិនអាចមើលបំណាំឲ្យគេដាច់ពោះស្លាប់បានទេដូច្នេះអ្នកដែលឡើងទៅជីកម្នាក់ត្រូវចែកឲ្យពួកគេ10ចិនហើយ10ចិនច្រើនម្លេះណែលោកមេភូមិធ្វើការយុត្តិធម៌ណាស់កន្លងមកមិនដែលធ្វើបាបអ្នកណាទេបើគាត់ថាឲ្យចែក10ចិនមានន័យថាគ្រួសារនីមួយអាចជីកបានរាប់រយចិនឯណោះល្អណាស់នៅចាំអីទៀតតោះទៅលឺថាដំឡូងនេះគ្រួសារតកូស៊ីវជាអ្នករកឃើញប្រពន្ធអាទី2ដឹងរឿងភ្លាមក៏រត់ទៅប្រាប់ខាងផ្ទះម្ដាយគេនៅភូមិលីវផ្លេតចុះដំឡូងមិនត្រូវអ្នកភូមិលីវជីកអស់ទៅហើយទេអីកុំបារម្ភអីអ្នកណាទៅដឹងថាដំឡូងនឹងហូបឆៅមានជាតិពុលកាលពីយប់មិញមនុស្សក្នុងផ្ទះម្ដាយគេក្អួតចង្អោរគ្រប់គ្នាព្រឹកឡើងគេមកព្រួតវីប្រពន្ធអាទី2មួយដំណំបើគុំតែបានលោកមេភូមិនិងលោកតាតកូស៊ីវជួយខាត់កុំអីនាងស្លាប់បាត់ហើយសំមុខហើយអ្នកណាប្រាឲ្យនាងមាត់ដាច់បែបនេះសំហើយដែលលោកមេភូមិប្រញាប់បែបនេះបើអ្នកភូមិលីវមិនដឹងពីរបៀបហូបទេដំឡូងនៅលើភ្នំប្រហែលជាត្រូវគេជីកយកអស់បាត់ហើយពិតមែនហើយមើលចុះនាងនៅតែមាត់រអ៊ូមិនឈប់ទៀតឆាប់ទៅពីគេនិយាយថាប្រពន្ធអាទី2នេះស្រឡាញ់តែប្រុសស្អប់ស្រីថ្ងៃនេះពិតជាបានឃើញផ្ទាល់ភ្នែកមែនខ្លួនឯងធ្វើខុសហើយនៅយកកំហឹងទៅទម្លាក់លើកូនទៀតមិនមែនជាមនុស្សល្អសោះមីស្រីម្នាក់នេះមានសមត្ថភាពទៅប្រាប់ខាងផ្ទះម្ដាយតែគ្មានសមត្ថភាពទទួលខុសត្រូវលើលទ្ធផលទេបែរជាមកវីកូនបញ្ចេញកំហឹងទៅវិញចរិតមិនកើតសោះអូយខ្ញុំជីកបានមួយធំណាស់មើលចុះធំមែនទែនសំឡេងប្រព័ន្ធរកឃើញពេជ្រកម្រិតបើទម្ងន់10ការ៉ាត់តម្លៃ10000ចិនពេជ្រ10ការ៉ាត់អីព្រះអើយខ្ញុំនឹងក្លាយជាអ្នកមានហើយខ្ញុំនឹងក្លាយជាអ្នកមានហើយម៉ែសម្រាប់សិនទៅទុកឲ្យពួកខ្ញុំ2នាក់បងប្អូនជាអ្នកធ្វើវិញអើល្អហើយអញ្ចឹងម៉ែទៅរកពេជ្រអូទៅរកមើលកន្លែងផ្សេងទៀតសិនអញ្ចឹងពួកកូនធ្វើបន្តចុះម៉ែទៅមួយផ្លេតនឹងមកវិញបងថ្លៃសៀវពិតជាមានសំណាងមែនកូនម្នាក់សុទ្ធតែដឹងគុណហើយម្នាក់ទៀតជាអ្នកចេះដឹងទៀតគួរឲ្យច្រណែនណាស់មីស្រីចង្រៃមិនដឹងជួយគ្នាខ្លះទេជីវិតខ្ញុំហេតុអីក៏អភ័ព្វបែបនេះសូម្បីតែអ្នកភូមិក៏មើលងាយខ្ញុំដែរយំបើមិនមែនដើម្បីរស់ទេខ្ញុំមិនមកធ្វើការឲ្យពួកឯងទេមានបានហើយទោះជាពេជ្រនេះមិនអាចដូរជាលុយក្នុងប្រព័ន្ធបានភ្លាមប៉ុន្តែយើងអាចទិញរបស់ពីប្រព័ន្ធរួចយកទៅលក់បន្តនៅខាងក្រៅបានធ្វើបែបនេះលុយសម្រាប់ព្យាបាលជើងរបស់បងធំក៏មានសង្ឃឹមដែរខ្ញុំមកទីនេះយូរពេកប្រហែលជាមានគេសង្ស័យយករបស់ខ្លះត្រឡប់ទៅវិញល្អជាងពុកបងថ្លៃស្រីមើលណែខ្ញុំចាប់បានមាន់ព្រៃ2មកវិញហើយខ្ញុំយកមាន់ព្រៃ2នេះទៅទុកសិនចាំបន្តិចទៀតខ្ញុំត្រឡប់មករកអ្នកទាំងអស់គ្នាវិញដើរឲ្យស្រួលណាប្អូនថ្លៃម៉ែអញសំណាងល្អណាស់រាល់ពេលឡើងភ្នំតែងតែរកបានរបស់ជានិច្ចមាន់2នឹងថត់ល្អណាស់មើលទៅដូចមាន់ស្រុកអញ្ចឹងមិនអន់ទេយកទៅវិញអាចពងបានទៀតមិនដឹងជាលួចមកពីណាក៏មិនដឹងមីងទី2មិនក៏មីងនិយាយអញ្ចឹងដាសានមីងទី2របស់ឯងនឹងច្រណែនម៉ែឯងទេអ្នកណាឲ្យម៉ែឯងមានបុណ្យសំណាងកើតមកបានកូនប្រុសដល់ទៅ3មិនដូចអ្នកខ្លះសំណាងមិនល្អចរិតក៏មិនកើតហើយចេះតែចង់បានកូនប្រុសយកសពទាំងថ្ងៃនាងគ្រាន់តែមានសំណាងជាងខ្ញុំបន្តិចតើមួយថ្ងៃចាំតែស៊ីចាំតែដេកមិនយូរទេនឹងរលាយអស់សំណាងមិនខានដល់ពេលនឹងចាំមើលនាងអំនួតបានដល់ណាអូនេះមិនមែនកូនទី2ទេអីមិនក៏ដៃសម្រាប់កាន់ប៊ិចសរសេរអក្សរបែរជាមកកាន់ចប់កាប់ទៅវិញមិនដែរបែកផ្ទះចេញទៅម៉ែឯងពិតជាមិនខ្វល់ពីអញមែនហើយអូយពិតជាចិត្តដាច់មែនមិនក៏គាត់មកទីនេះខ្ញុំមិនដែលឃើញគាត់ចុះស្រែទេថ្ងៃនេះពិតជាចម្លែកមែនអញកុំឆ្ងល់ច្រើនពេកប្រញាប់ធ្វើការទៅបើឲ្យខ្ញុំនិយាយម៉ែឯងពិតជាមនុស្សមិនកើតមែនកូនចិញ្ចឹមមកយូរហើយថាបោះបង់ក៏បោះបង់ចោលបើជាខ្ញុំវិញខ្ញុំដាច់ចិត្តមិនចុះទេរឿងគ្រួសារខ្ញុំមីងឯងមកចេះដឹងអីដែរបើមីងទំនេរគួរតែគិតរឿងទៅផ្ទះបង្កើតកូនវិញទៅមីងទី2បើមីងនៅតែនិយាយអាក្រក់ពីម៉ែខ្ញុំទៀតកុំបន្ទោសថាពួកខ្ញុំបងប្អូនមិនគួរសមឲ្យសោះបង្កើតកូនប្រុសមិនបានក៏មកធ្វើបាបកូនខ្ញុំមែនទេ
ចាំមើលចុះខ្ញុំនឹងឲ្យអ្នកឯងដឹងដៃពុកម៉ែអូអញមកហើយអូមានយករបស់មកទៀតមានការអីក៏និយាយមកបាត់មុខយូរហើយមិនដែលឃើញមកលេងសោះលើកនេះទ្រាំមិនបានហើយមែនទេម៉ែខ្ញុំចង់មកសួរនាំរឿងខ្លះពីពុកកូនប្រសាធំឯងចង់សួររឿងអីពុកប៉ុន្មានឆ្នាំនេះពុកដើរគ្រប់ទិសទីតើពុកស្គាល់គ្រូពេទ្យណាដែលពូកែខាងព្យាបាលឆ្អឹងទេខ្ញុំចង់ព្យាបាលជើងឲ្យបងធំជើងកូនច្បងខ្វិនច្រើនឆ្នាំហើយឯងចង់ព្យាបាលតាំងពីអង្កលបងអង្គយូរដល់ថ្នាក់នេះហើយឯងចង់ជីគឺអាចជាបានមែនទេយាយចាស់ម្នាក់នេះមានកំហឹងនឹងយានសឹងភាកច្រើនគឺមកពីរឿងកូនច្បងកាលនោះវ៉ាងគួយហួរទូចចង់នាំកូនច្បងទៅព្យាបាលនៅទីរួមស្រុកតែប្តីគាត់ខ្លាចអស់ប្រាក់ក៏មិនព្រមឲ្យទៅទើបបងអង្គដល់ពេលនេះម៉ែកាលនោះផ្ទះយើងក៏ដល់ថ្នាក់រោគអង្គច្រកឆ្នាំងមិនបានផងរឿងនេះខ្ញុំតែងតែទុកក្នុងចិត្តរហូតមកឥឡូវជីវភាពគ្រួសារយើងមិនមែនកំពុងតែល្អប្រសើរឡើងទេអីចឹងខ្ញុំចង់នាំគេទៅព្យាបាលកំឡោះសង្ហាម្នាក់ដែរមិនអាចឲ្យគេខ្វិនមួយជីវិតបានទេនិយាយបានសមជាមនុស្សបន្តិចហើយគ្រូពេទ្យពូកែខាងព្យាបាលឆ្អឹងនៅទីរួមស្រុកមានម្នាក់តែប្រាប់កូនប្រសាច្បងឲ្យដឹងគ្រូពេទ្យម្នាក់នោះល្បីថាថ្លៃណាស់យ៉ាងហោចណាស់ក៏អស់ប្រាក់10ដំឡឹងដែរករណីកូនច្បងស្មុគស្មាញមុខជាថ្លៃជាងនេះទៀតគិតឲ្យច្បាស់ទៅពុកខ្ញុំគិតច្បាស់ហើយទោះត្រូវលក់ឆ្នាំងលក់ដែកក៏ខ្ញុំត្រូវព្យាបាលជើងកូនច្បងឲ្យជាដែរនេះជាអ្វីដែលខ្ញុំជាម្ដាយជំពាក់គេអញ្ចឹងចាំខ្ញុំទៅស៊ើបសួរមើលបន្ថែមទៀតត្រៀមខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអញ្ចឹងអរគុណពុកហើយនៅចាំព្យាបាលជើងឲ្យកូនច្បងទីបំផុតមានចរិតជាម្ដាយគេបន្តិចហើយបើអាចព្យាបាលជើងកូនច្បងឲ្យជាឲ្យគេរើមុខវិញក៏មិនមែនថាមិនបានដែរយូរហើយគេមិនដែលនិយាយរឿងរើមុខវិញសោះឬមួយគេមិនដែលគិតពីរឿងនេះមកម្នាក់មួយគ្រាប់យន្តនាងមានម្នាក់ទៀតក្នុងពោះញ៉ាំពីរគ្រាប់ទៅអរគុណម៉ែកាន់តែល្អដាក់ខ្ញុំទៅហើយបើនេះជាសុបិនខ្ញុំពិតជាមិនចង់ភ្ញាក់សោះយកឡើយមុននឹងញ៉ាំបាយម៉ែមានរឿងធំមួយចង់ប្រកាសហើយក៏ចង់ស្ដាប់មិត្តអ្នកទាំងអស់គ្នាដែររឿងអីទៅម៉ែជើងរបស់កូនច្បងគឺជាបញ្ហាក្នុងចិត្តម៉ែរហូតមកកាលពីមុនម៉ែបានឲ្យលោកតាជួយស៊ើបសួររកគ្រូពេទ្យពូកែខាងឆ្អឹងម្នាក់ទីបំផុតក៏មានតម្រុយខ្លះដែរពីមុនយើងលក់ខ្សែកបានប្រាក់ខ្លះតែបើចង់ព្យាបាលជើងឲ្យកូនច្បងយើងត្រូវយកប្រាក់ទាំងអស់នោះចេញមកដូច្នេះម៉ែចង់សួរថាតើរឿងនេះពួកឯងគិតយ៉ាងម៉េចដែរនេះពិតជាត្រូវតែព្យាបាលហើយម៉ែយើងខំរកលុយមិនមែនដើម្បីរស់នៅឲ្យស្រួលទេអីម្យ៉ាងទៀតច្រើនឆ្នាំមកនេះបងធំខំធ្វើការទាំងជើងម្ខាងបើគ្មានបងធំទេផ្ទះយើងបែកបាក់បាត់ហើយដូច្នេះរឿងព្យាបាលជើងបងធំខ្ញុំគាំទ្រពេញទំហឹងម៉ែខ្ញុំក៏ចង់ព្យាបាលជើងឲ្យប្តីដែរខ្ញុំអាចក្រងខ្សែកឲ្យបានច្រើនធ្វើការឲ្យបានច្រើនយើងព្យាបាលទៅម៉ែលោកយាយស៊ីវហ៊ូក៏អាចធ្វើការបានដែរស៊ីវហ៊ូថែមទាំងអាចមើលថែពុកបានទៀតបើជើងពុកជាហើយស៊ីវហ៊ូអាចជិះលើស្មាពុកមើលបានកាន់តែខ្ពស់កាន់តែឆ្ងាយក្មេងល្អចុះកូនច្បងកូនគិតយ៉ាងម៉េចដែរម៉ែខ្ញុំមិនចង់ព្យាបាលទេបងធំទុកឲ្យបងឯងនិយាយឲ្យចប់សិនគ្រួសារយើងពិបាកណាស់ទើបសន្សំប្រាក់បានប៉ុណ្ណេះចិត្តដល់ពេលកូនទី3ត្រូវការប្រពន្ធយន់នាងចិត្តសម្រាលម៉ែថែមទាំងនិយាយថាទៅថ្ងៃមុខចង់ឲ្យស៊ីវហ៊ូចូលរៀនទៀតកន្លែងណាដែលមិនត្រូវប្រើលុយជើងខ្ញុំនេះជាជំងឺចាស់ទៅហើយមិនអីទេប្រាក់ទាំងនេះទុកឲ្យពួកគេទៅបងធំរឿងខ្ញុំយកប្រពន្ធនៅយូរទៀតម្យ៉ាងទៀតលុយការប្រពន្ធខ្ញុំអាចរកដោយខ្លួនឯងបានលុយនេះជារបស់គ្រួសារម៉ែជាអ្នកសម្រេចម៉ែនិយាយអ្វីមួយទៅល្អបើមានមតិមិនឯកភាពគ្នាយើងបោះឆ្នោតលើកដៃសម្លេងភាគតិចត្រូវតាមសម្លេងភាគច្រើនអ្នកដែលយល់ព្រមព្យាបាលជើងឲ្យកូនច្បងលើកដៃឡើងចុះអ្នកដែលមិនយល់ព្រមលើកដៃឡើងមើលអូខេហើយសម្លេងភាគតិចតាមសម្លេងភាគច្រើនគ្រួសារយើងយល់ព្រមទាំងអស់គ្នាព្យាបាលជើងឲ្យកូនច្បងម៉ែអរគុណម៉ែណាស់កូនមិនដែលគិតសោះថាម៉ែនៅតែចង់ព្យាបាលជើងឲ្យកូនម៉ែខ្ញុំនឹងប្តីទៅថ្ងៃមុខនឹងខំតញោចំពោះម៉ែឲ្យបានទ្វេដងមើលថែម៉ែរហូតដល់ចាស់ជរារឿងនឹងក៏មិនបាច់ប្រញាប់ពេកដែរគឺនៅទីនេះហើយ
មិនដែរភ័យមែនទេបាទដូចជាកំពុងយល់សពអញ្ចឹងក្មេងឆ្លាតប្រញាប់ចូលទៅតោះឆ្អឹងជើងរបស់លោកប្រុសតូចខុសសន្លាក់បន្តិចបន្តួចបើចង់ព្យាបាលឲ្យជាត្រូវតែបំបាក់វាហើយទៅភ្ជាប់ឡើងវិញគ្រាន់តែថារបួសជើងរបស់លោកប្រុសតូចមានរយៈពេលយូរឆ្នាំមកហើយខ្ញុំប្រហែលជាត្រូវចំណាយកម្លាំងបន្តិចថ្លៃព្យាបាលនេះខ្ញុំយកតែ30ដំឡឹងទេតើអ្នកស្រីយល់យ៉ាងណាដែរថ្លៃម្លេះលុយនៅទីនេះបើព្រមព្រៀងគ្នាហើយក៏ប្រញាប់ចាប់ផ្ដើមទៅអ្នកស្រីពិតជាស្រឡាញ់កូនណាស់ខ្ញុំនឹងទៅរៀបចំឥឡូវនេះគ្រាន់តែថាការឈឺចាប់ពេលបំបាក់ឆ្អឹងមនុស្សទូទៅពិបាកនឹងទ្រាំណាស់ត្រូវរៀបចំរបស់សម្រាប់ខាំក្នុងមាត់ដើម្បីកុំឲ្យលោកប្រុសខាំចំអណ្ដាតខ្លួនឯងម៉ែមិននឹកស្មានថាប៉ុន្មានថ្ងៃនេះយើងរកលុយបានច្រើនយ៉ាងនេះសោះអំបញ្ញមិញខ្ញុំស្មានតែលុយយើងមិនគ្រប់ទៅហើយកូនល្ងងបើម៉ែមិនលួចយករបស់ក្នុងផ្សារទំនើបទៅបញ្ចាំដូរយកលុយហើយសន្សំសាច់ច្រើនយ៉ាងនេះតើអាចគ្រប់30ដំឡឹងបានយ៉ាងម៉េចចាំបន្តិចមានរឿងអីម៉ែរើមួយម៉ែស្ទាយលុយមិនចង់ព្យាបាលឲ្យបងធំទេចេះតែស្មានផ្ទះផ្តាសចាំនៅទីនេះហើយនេះជារបស់ដែលពុកឯងទុកលេបវាទៅខ្ញុំនឹងចាប់ផ្ដើមឥឡូវនេះហើយលោកប្រុសទ្រាំបន្តិចណាចិត្តរួចរាល់ហើយចប់ហើយអីតែខ្ញុំមិនឈឺសោះនឹងនេះជាថ្នាំបំបាត់ការឈឺចាប់សម័យទំនើបសម្រាប់អ្នកជំងឺមហារីកប្រសិទ្ធភាពវាលឿនហើយល្អណាស់ប្រកាសជាមិនឈឺហើយអ្នកស្រីឆ្អឹងដែលខុសសន្លាក់របស់លោកប្រុសតូចបានភ្ជាប់រួចរាល់ហើយឲ្យតែក្នុងរយៈពេល1ខែមិនប្រើកម្លាំងមិនយូរទេនឹងជាសះស្បើយប៉ុន្តែយ៉ាងម៉េចអំបញ្ញមិញពេលបំបាក់ជើងលោកប្រុសមិនមានអារម្មណ៍ឈឺចាប់ទាល់តែសោះមិនដឹងថាអ្នកស្រីអាចចែករំលែកថ្នាំនោះឲ្យខ្ញុំបន្តិចបានទេខ្ញុំចង់យកទៅស្រាវជ្រាវដើម្បីជួយដល់អ្នកជំងឺផ្សេងទៀតសារធាតុសំណីថ្នាំបុរាណនិងថ្នាំសម័យទំនើបខុសគ្នាខ្លាំងណាស់ទោះបីជាឲ្យគាត់ក៏ប្រហែលជាស្រាវជ្រាវមិនចេញដែរម្យ៉ាងទៀតរបស់នេះបើប្រើមិនត្រូវរឿងនឹងបង្កជាភាពវឹកវរជាក់ជាមិនខានឈប់គិតទៅល្អជាងមិនបានទេថ្នាំនេះជាថ្នាំដែលប្តីដែលស្លាប់ទៅរបស់ខ្ញុំទុកឥឡូវនេះអស់ហើយគ្រួសារនេះមានសុភមង្គលណាស់មើលទៅត្រូវតែប្រញាប់សង់ផ្ទះធំមួយដើម្បីទុកកន្លែងផ្ទាល់ខ្លួនឲ្យពួកគេហើយម៉ែមានរឿងធំហើយលោកយាយចាងនៅមាត់ភូមិដាច់ពូស្លាប់ហើយអីគេមិនមែនពីមុនបានចែកដំឡូងបារាំង10គីឡូឲ្យគាត់ហើយទេអីមិនក៏គាត់នៅតែដាច់ពូស្លាប់ទៀតលោកយាយចាងមានចៅ7នាក់ឪពុកម្ដាយពួកគេក៏ចាក់ចេញអស់លោកយាយចាងចិញ្ចឹមពួកគេតែម្នាក់ឯងទោះបីជាយើងចែកដំឡូងឲ្យពួកគេក៏វានៅតែមិនគ្រប់គ្រាន់ដែរទោះបីជាមានដំឡូងជួយសម្រាលខ្លះក៏វានៅតែមិនអាចដោះស្រាយបញ្ហាសកលបានដែរបើមិនប្រញាប់រកវិធីទេស្ថានភាពបែបនេះនឹងមានកាន់តែច្រើនឡើងម៉ែគឺជាក្តីសង្ឃឹមតែមួយគត់របស់ភូមិតែឥឡូវនេះស្រូវបានខ្លាយជាចិញ្ច្រាំងអស់ហើយក្រៅពីធ្វើជាអុសក៏គ្មានប្រយោជន៍អ្វីផ្សេងទៀតដែរក៏មិនអាចធ្វើឲ្យចិញ្ច្រាំងដុះជាគ្រាប់ស្រូវឡើងវិញបានដែរពិតមែនហើយកាលពីមុនខ្ញុំធ្លាប់មើលព័ត៌មានក្នុងសីតុណ្ហភាពដែលសមស្របចិញ្ច្រាំងស្រូវអាចដុះចេញជាគួរស្រូវឡើងវិញបានហើយទិន្នផលក៏មិនទាបដែរហាក់ដូចជាគេហៅថាស្រូវកើតឡើងវិញខ្ញុំដឹងថាត្រូវធ្វើបែបណាហើយសិនជឺប្រពន្ធសៀវជាមកជួបលោកមេភូមិនៅខាងក្នុង
លោកមេភូមិពិបាកចិត្តរឿងគ្រោះទុរភិក្សដល់ថ្នាក់សក់ឡើងស្កើអស់ហើយនៅសល់តែ2 ខែទៀតដល់រដូវរងាហើយដំឡូងក៏ចិត្តអស់ទៀតមិនដឹងរស់យ៉ាងម៉េចទេអញ្ចឹងខ្ញុំចូលទៅសិនហើយលោកមេភូមិប្រពន្ធសៀមមកហើយលោកមេភូមិខ្ញុំមានការសំខាន់ចង់ជម្រាបលោកស្រូវអង្គរលោកមេភូមិកាលពីប៉ុន្មានថ្ងៃមុនពេលខ្ញុំទៅច្រូតស្រូវខ្ញុំបានឃើញដើមស្រូវខ្លះអាចដុះចេញគួរជាលើកទី2ខ្ញុំក៏បានសាកល្បងបើកកម្ដៅអំណោយផលស្រូវពិតជាអាចដុះឡើងវិញបានមែននាងនិយាយមែនឬព្រះឲ្យប្រពន្ធសៀវជានាងពិតជាអ្នកសង្គ្រោះពួកយើងមែនមិនបងអង្គយូរទេខ្ញុំត្រូវប្រាប់ដំណឹងល្អនេះដល់អ្នកភូមិភ្លាមលោកមេភូមិតើអាចដុះស្រូវបានមែនទេដីស្រែគឺជាជីវិតរបស់អ្នកស្រែបើដីអាចដុះស្រូវបានពួកយើងពិតជាអាចរស់បានហើយលោកមេភូមិគុំលាក់លៀមអីតើមានវិធីអ្វីប្រញាប់ប្រាប់ពួកយើងមកអ្នកទាំងអស់គ្នាស្ងប់ចិត្តសិនវិធីដាំស្រូវសាជាថ្មីនេះគឺប្រពន្ធសៀវជាអ្នកប្រាប់ខ្ញុំឥឡូវនេះទុកឲ្យនាងជាអ្នកពន្យល់ប្រាប់អ្នកទាំងអស់គ្នាវិញអ្នករាល់គ្នាខ្ញុំបានរកឃើញស្រូវដែលដុះឡើងវិញនៅក្នុងស្រែរបស់ខ្ញុំឲ្យតែអ្នកទាំងអស់គ្នាព្រមធ្វើតាមពួកយើងពិតជាអាចឆ្លងផុតឆ្នាំគ្រោះអត់ឃ្លាននេះបានខ្ញុំធ្វើស្រែពេញមួយជីវិតមិនដែលលើកថាស្រូវដុះឡើងវិញទេប្រពន្ធសៀវនាងមិនមែននិយាយលេងសើចទេដឹងនាងសំបីតែអក្សរក៏មិនចេះផងគុំមកបង្កបញ្ហាអីស្រូវដុះឡើងវិញស្អីនឹងមិនដែលឃើញមានអ្នកណាធ្វើបានផងតើពិតឬអត់ក៏មិនដឹងដំឡូងដែលពួកឯងស៊ីរាល់ថ្ងៃហ្នឹងមិនមែនប្រពន្ធសៀវជាអ្នកប្រាប់ទេអីនាងជួយសង្គ្រោះជីវិតពួកឯងហើយពួកឯងនៅមកសង្ស័យនាងទៀតអ្នកភូមិយ៉ាងស៊ូយើងធ្វើចរិតបែបហ្នឹងមែនទេចុះរឿងដំឡូងមិនមែនលោកតាសៀវជាអ្នករកឃើញទេអីមិនក៏คล้ายជាប្រពន្ធសៀវទៅវិញអ្នកដែលរកឃើញដំឡូងគឺកូនប្រសារខ្ញុំតើមិនដឹងជាអ្នកណាដែលនិយាយគ្នារហូតคล้ายជាខ្ញុំទៅវិញអូយខ្ញុំបានទៅមើលស្រែរបស់ប្រពន្ធសៀវរួចហើយសម្ដីអាចភូតភរបានតែដើមស្រូវដែលដុះខៀវខ្ចីក្នុងស្រែមិនអាចភូតបានទេខ្ញុំសួរពួកឯងតែមួយម៉ាត់ផ្លូវរស់នៅចំពោះមុខហើយតើព្រមធ្វើតាមឬមិនធ្វើប្រពន្ធសៀវឲ្យតែនាងអាចនាំពួកយើងឲ្យមានផ្លូវរស់ខ្ញុំនឹងស្ដាប់តាមនាងទាំងអស់ត្រូវហើយកាលពីមុនប្រពន្ធសៀវធ្លាប់ជួយគ្រួសារខ្ញុំជឿជាក់លើនាងពួកយើងជឿនាងល្អបើដឹងគុណនាងបែបនេះហើយចាប់ពីពេលនេះទៅនាងនិយាយអ្វីត្រូវស្ដាប់តាមនឹងអ្នកណាហ៊ានជំទាស់នឹងត្រូវមានរឿងជាមួយខ្ញុំបាទចាស់សោះពួកយើងនឹងធ្វើតាមដើម្បីឲ្យស្រូវដុះឡើងវិញបានពួកយើងត្រូវច្រូតកាត់ដើមស្រូវចាស់ចោល2 ភាគ 3បន្ទាប់មកត្រូវរក្សាកម្ដៅតែឥឡូវអាកាសធាតុកាន់តែត្រជាក់យុវជនក្នុងភូមិត្រូវឡើងភ្នំកាប់អុសដើម្បីយកមកដុតរក្សាកម្ដៅក្នុងស្រែទាំងយប់ទាំងថ្ងៃសៀវសុងមកញ៉ាំបាយវិញមកអូយរស់ហើយស្រូវរស់ហើយអ្នកភូមិយើងទាំងអស់គ្នារស់ហើយសៀវសុងមិនបានបោកយើងទេយើងអាចឆ្លងផុតឆ្នាំអត់ឃ្លាននេះបានហើយមែនហើយអរគុណសៀវសុងណាស់មើលចុះមកពីការខំប្រឹងរបស់នាងហើយទៅថ្ងៃមុខគ្រួសារយើងនឹងនៅជុំគ្នាឆ្លងកាត់ឆ្នាំនេះឆ្នាំក្រោយនិងឆ្នាំបន្តទៀតជីវិតនឹងកាន់តែប្រសើរឡើងនិយាយពីយាយចាំងនោះវិញគាត់ពិតជាគ្មានសំណាងមែនបើគាត់ទ្រាំបានដល់ពេលនេះគាត់ច្បាស់ជាបានឃើញចៅប្រុសទាំង7នាក់ធំដឹងក្តីហើយសៀវសុងបន្តិចទៀតបងនឹងទៅរកលោកអភិបាលស្រុកដើម្បីប្រាប់ដំណឹងល្អនេះក្នុងស្រុកយើងមានភូមិជាង10បើយើងប្រញាប់ប្រញាល់មុនពេលធ្លាក់ទឹកសន្សើមច្បាស់ជាមានស្បៀងចូលឃ្លាំងដល់ពេលនោះអូនគឺជាអ្នកមានគុណដ៏ធំរបស់ស្រុកយើងហើយបងគុំនិយាយអញ្ចឹងអីមានគុណឬមិនមានគុណមិនសំខាន់ទេអ្វីដែលសំខាន់គឺគ្មានអ្នកដាច់ពោះស្លាប់ទៀតឡើយភូមិយើងនឹងកាន់តែរីកចម្រើនទៅមុខទៀតប្រយ័ត្នបន្តិចកូនសម្លាញ់
សៀវសុងជីវិតនាងកាន់តែមានក្តីសុខហើយឥឡូវមានកូនប្រុសម្នាក់ទៀតហើយចិត្តបានរើទៅនៅផ្ទះថ្មីទៀតពិតជាផុតទុកបានសុខមែនហើយអ្នកណាទៅស្មានដល់ថាគ្រួសារយើងដែលធ្លាប់តែក្រលំបាកឥឡូវបានរស់នៅក្នុងផ្ទះឥតក្បឿងទៅវិញមកកុំមកចុះចាំបាច់យករបស់របរមកធ្វើអីត្រូវតែទទួលយកនេះជារឿងមង្គលដំបូងក្នុងភូមិយើងក្រោយគ្រោះទុរភិក្សពួកយើងបានដេភួយក្រោយគ្រួសារជាមួយជូនកូនតូចកុំបដិសេធអីមិនអីទេនេះជាពរជ័យដ៏ល្អបំផុតហើយសៀវសុងហេតុអីអូននៅទីនេះទៀតលោកអភិបាលស្រុកនាំយករាជសារអ៊ីមកដល់ហើយរាជសារមកដល់ហើយតាមព្រះរាជបញ្ជាអធិរាជកសិកម្មជាគ្រឹះនៃប្រទេសជាតិអ្នកភូមិយ៉ាងស៊ូនាងសៀវសុងមានស្នាដៃក្នុងការបង្កបង្កើនផលជួយសង្គ្រោះប្រជាជនត្រូវបានតែងតាំងជាគឺលោកស្រីស៊ុយអានថ្នាក់ទី7ដើម្បីលើកទឹកចិត្តចាប់ព្រះរាជសារនាងខ្ញុំសូមទទួលព្រះរាជសារ